សញ្ញាទាំង5នេះបញ្ជាក់អំពីស្ត្រីឆ្លងប្រភេទប្រមេះទឹកបាយឬក៏ប្រមេះទឹកថ្លាជំងឺប្រមេះបងប្អូនបានដឹងហើយវាមិនមែនកើតតែស្ត្រីឬក៏មិនមែនកើតតែបុរសទេគឺឆ្លងទាំងពីរភេទឬអាចកើតមានគ្រប់វ័យដែលគាត់ចាប់ដើមមានវ័យរួមភេទទៅអញ្ចឹងភាគច្រើនអ្នកដែលមានដៃគូរួមភេទច្រើនឬក៏អ្នកដែលគេងនៅជាមួយនឹងអ្នកមានជំងឺប្រមេះនេះផ្ទាល់តែម្ដងឬក៏ប្រភេទកាមរោគផ្សេងៗអញ្ចឹងប្រមេះទឹកបាយឬក៏ប្រមេះទឹកថ្លាបើនិយាយរួមអ្នកឆ្លងប្រភេទជំងឺប្រមេះចេញជាសញ្ញាមួយចំនួនបើចំពោះស្ត្រីទី1គឺមានការហូរខ្ទុះឬក៏ហូរសារធាតុរាវចេញតាមរយៈទ្វារមាសរបស់គាត់ឬក៏រូមគូតរបស់គាត់នឹងដែលមានសភាពអាចនឹងពណ៌លឿងឬក៏ពណ៌បៃតងអញ្ចឹងបងប្អូនមួយចំនួនគាត់គិតថាការធ្លាក់សរាល់ថ្ងៃហ្នឹងគាត់និយាយពាក្យដែលបងប្អូនស្ត្រីយើងងាយស្រួលនិយាយគឺការធ្លាក់សរបស់គាត់ហ្នឹងគឺសភាពជាលឿងចាប់ផ្ដើមពីរាវយូរទៅជាលឿងទៅជាដូចខ្ទុះឬក៏ទៅជាពណ៌រាងបែកបៃតងអញ្ចឹងសញ្ញានៃការហូរទឹករាវតាមរយៈទ្វារមាសឬក៏រុំគូតគាត់បែបនេះក៏អាចជាបញ្ជាក់អំពីរោគសញ្ញានៃបញ្ហាប្រមេះដែរនេះចំពោះស្ត្រីចំពោះបុរសខ្ញុំនឹងមានវីដេអូថ្មីមួយទៀតចែកគឺចាប់នៅពេលដែលគាត់រួមភេទអញ្ចឹងបងប្អូនស្ត្រីសង្កេតមើលថានៅពេលដែលយើងទិញនៅមួយដៃគូការឈឺចុកចាប់នៅពេលរួមភេទនេះវាមានរឿងពីរនៅក្នុងហ្នឹងទី1ឈឺចាប់ចំពោះអ្នកដែលគាត់រួមភេទតែម្ដងឬក៏លើកដំបូងទី2អ្នកដែលមានការរួមភេទច្រើនដងហើយមានការឈឺចាប់អញ្ចឹងយើងរាប់ចូលមូលហេតុនៃការឈឺចាប់នេះក៏បណ្ដាលមកពីអ្នកដែលមានប្រភេទជំងឺកាមរោគឬក៏ប្រភេទប្រមេះនឹងឯងអ្នកដែលមានជំងឺប្រមេះចំពោះស្ត្រីគឺនឹងមានអារម្មណ៍ថាមានការឈឺចាប់នៅពេលដែលគេនៅជាមួយនឹងដៃគូហើយសម្រាប់ទី3គឺគាត់មានអារម្មណ៍ថាកុហកកាហាយនៅពេលដែលនោមណាអញ្ចឹងបងប្អូនស្ត្រីសង្កេតមើលនៅពេលដែលនោមអារម្មណ៍ថាកាហាយផ្សាក្រកហាយនិយាយទៅគឺពិបាកខ្លាំងមែនទែនឈឺកាហាយនៅពេលដែលនោមពើតមកហ្នឹងចាគឺធ្វើក៏ជាសញ្ញាដែលធ្វើឲ្យគាត់នឹងជាសញ្ញាបញ្ជាក់ថាគាត់កំពុងតែមានបញ្ហាប្រមេះដូចគ្នាដែរហើយសម្រាប់ទី4គឺអ្នកដែលគាត់ចាប់ដើមមានអារម្មណ៍ថាឈឺនៅផ្នែកក្រោមនៃពោះរបស់គាត់ឈឺក្រោមផ្សិតណាចាអាសាចុកអួលឈឺកាហាយក្តៅនេះក៏ជាសញ្ញានៃការឆ្លងប្រភេទប្រមេះដែរសម្រាប់ទី5ចុងក្រោយនេះគឺស្ត្រីហ្នឹងគឺមានអារម្មណ៍ថាគាត់ដូចអ្នកដែលគ្រុនក្តៅអញ្ចឹងដូចអ្នកដែលឈឺមានអារម្មណ៍ថាគាត់មានជំងឺគ្រុនក្តៅយើងរាប់ចូលជាសញ្ញាទាំង5នៃអ្នកដែលគាត់មានការឆ្លងប្រភេទប្រមេះចំពោះស្ត្រីអញ្ចឹងមិនថាបងប្អូនស្ថិតនៅក្នុងដំណាក់កាលណាជាបញ្ហាមួយណាស្ថិតនៅក្នុងរោគសញ្ញាណាមួយបងប្អូនគួរតែប្រញាប់រកដំណោះស្រាយឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលាកុំឲ្យវាមានការវិវត្តទៅជាតំបន់ផ្សេងឬក៏ទៅប្រភេទជំងឺផ្សេងទៀតហើយបើសិនជាបងប្អូនចង់ដឹងបន្ថែមតាក់ទងមកលេខ Telegram របស់នាងខ្ញុំបានអរគុណជម្រាបលា